chọc ra chọc mà bỏ môi phí bay tùy tùy và vài lẻ cái châu phộc muối vào đây mà ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជំរាបសួរអូនអូយនឹងមួយណាជាចន្ទទ្រាពិតមួយណាជាចន្ទទ្រាคล้ายៗមើលតែប៉ុណ្្នឹងគេដឹងហើយ ចន្ទ្រាបែបធម្មជាតិចន្ទ្រាបែបគីមីហ្នឹងហើយបាទ ដល់ពេលនិយាយអញ្ចឹងបងប្អូនទាំងអស់គ្នាឆ្ងល់ថាចន្ទ្រាណាគេហើយថាអីគេចន្ទ្រា អូខេចន្ទទ្រាគឺជាតួឯកអង្គស្រីសំខាន់នៅក្នុងសាច់រឿង short film របស់យើងនេះហើយអូន Fafa គឺជាតួស្រីមួយនឹងពិតប្រាកដខ្ញុំគឺជាតួស្រីក៏ពិតប្រាកដដែរ ពិតប្រាកដដែរ anh chặt đấy bị kẹt vào trứng anh cái đại chơi từ năm nay mất rồi ឯងកុំចាស់ស្ដីយើងក៏ចិត្តស្រឡាញ់ទឹកពុតរបស់យើងដែរហើយឲ្យតែមានចិត្តក្លាហានអ្នកណាទៅក៏បានដែរតែយ៉ាងណាពិតប្រាកដបែបណាដល់ក៏បែបមកគ្នាយ៉ាតាមតែ យើងត្រឡប់តលិនតិចបងប្អូនព្រោះដោយសាររឿងនេះយើងថតត្រឡប់តលិនមែនអូខេសួរអូន Fa វិញនៅក្នុងការថតនេះទី1តើមានផលវិបាកអ្វីខ្លះសម្រាប់នេះខ្ញុំផលលំបាកបើនិយាយថាពិបាកបើបងប្អូនស្ដាប់ទៅប្រហែលជាអត់មានពិបាកអីប៉ុន្តែបើសម្រាប់ខ្ញុំវាពិបាកដោយសារតែយើងសឹងអត់បានគេងទេមួយថ្ងៃយើងគេបានតែ2ម៉ោងអីចឹងទៅពីព្រោះយើងត្រូវចាប់ការងារពីម្សិលមិញបន្តមកថ្ងៃហ្នឹងយើងត្រូវងប់គ្រប់3ភ្លឺទៀតអញ្ចឹងយ៉ាវាយើងគេបានតិចម៉ោងអញ្ចឹងវាពិបាកមកមុខអីចាហើយយើងត្រូវធ្វើដំណើរពីភ្នំពេញមករហូតមកដល់ភ្នំអូរ៉ាល់ចាចាអញ្ចឹងយើងបន្តមកកន្លែងថតដោយការជិះទូកហើយយើងត្រូវទៅកន្លែងថតលេងនៅក្នុងព្រៃនៅអីចឹងវាច្រើនវាច្រើនមែនទេក្រុមការងារគាត់បានធ្វើដំណើរមកកាន់ទំនប់ពេលលវាកន្លែងលើទួលនេះគឺដោយសារជិះកោយន្តបាទជិះក្លុកគុកកាក់ហើយទៅជិះ off road អីថែមទៀតចឹងយើងមានរូបភាពបញ្ជាក់ក្នុងហ្នឹងណាបាទខ្ញុំឃើញណាខ្ញុំឃើញថាអូននៅលើកោយន្តសិតតែអីវ៉ាន់ច្រើនមែនតើហើយពួកគាត់ត្រូវបញ្ជាក់គ្នាអង្គុយផងនេះគាត់បានអង្គុយគាត់ដើរទប់អីចឹងខ្ញុំឃើញគាត់ខ្លះគាត់គួយតែគូតចាហៀងអូអញ្ចឹងពិបាកគាត់ណាសម័យថាជិះកោយន្តហ្នឹងគឺវាលាក់អីត្រង់តែមកគាត់ថាសាក់សម័យថាយើងជិះគូតចាហៀងមកត្រង់តែជិះមកដល់កន្លែងថតហើយលាក់រហូតចេះអាកោយន្តណាលាក់មកជុំឯអាផ្លូវដែរលាក់បន្ថែមទៀតណាព្រោះដោយសារព្រៃវា challenge តិចតើបងសួរពេចអារម្មណ៍បែបណាដែរបន្ទាប់ពីយើងបានថតចប់ដោយបរិបូរហើយបើមុននឹងទទួលសាច់រឿងឥឡូវមកថតផ្ទាល់អូយ៉ា first time បងតាក់ទងមកខ្ញុំយ៉ាអរគុណច្រើនដែលបងផ្ដល់ឱកាសបងក៏ក្រុមការងារដូចគ្នាដែរដែលគាត់យ៉ា big sponsor គាត់ចាប់អារម្មណ៍មកបងអញ្ចឹងទៅចាប់អារម្មណ៍ពី talent របស់បងអរគុណច្រើនមែនទែនដែលផ្ដល់ឱកាសឲ្យបងបានរួមការងារក៏ដូចជាបានផ្លាច់ជាតួអង្គសម្ដែងនៅក្នុងរឿងមួយនេះយ៉ាអូខេចំណាប់អារម្មណ៍បែបណាដែរចំណាប់អារម្មណ៍ពេលស្ដាប់ហ្នឹងវាយើងសម័យ imagine ដោយសារខ្ញុំចូលចិត្តពេលស្ដាប់ប្រូឬក៏យើងមើលប្រូហើយយើងសម័យតាមរយៈប្រូក៏ដូចជាទង្វើសម័យប្រហែលហើយបើតសម្ដែងប្រហែលយ៉ាអាសម័យហ្នឹងត្រឹមតែ80% ដល់ពេលឥឡូវហ្នឹងវាចូលដល់150% ដោយសារអីយើងវាដឹងក្លុកកលាសាច់រឿងហើយវាដឹងរឿងទាំងមូលប៉ុន្តែគ្រាន់តែខ្ញុំចង់ទាំងមូលជាងហ្នឹងទៀតពេលកាត់ហើយគ្រូត្រូវបែងចែកដាច់មួយណាជាសាច់មួយណាជាអាចលុយជារបស់លោកគ្រូនាងជារបស់ខ្ញុំចង់ខ្លាំងហ៎ខ្ញុំចង់ជាងទស្សនិកជនឥឡូវនិយាយពីអារម្មណ៍វិញពេលដែលបានចូលរួមសម្ដែងហើយនិយាយពីអារម្មណ៍វិញនិយាយពីអារម្មណ៍បងប្អូនទាំងគ្នាខ្ញុំសម្រាប់ខ្ញុំគឺរសជាតិថ្មីនៅពេលដែលខ្ញុំបានសម្ដែងរឿងនេះគឺខ្ញុំបានសម្ដែងអីដែលខ្ញុំអត់ដែលសម្ដែងពីមុនមកចាខ្ញុំធ្លាប់តែកាត់ឆ្នះទៅដើមផុសនិយាយរឿងស្នេហាឆ្លុះគ្នារឿងស្នេហាអញ្ចឹងទៅពីអារម្មណ៍និយាយថាអ្វីដែលបង Fafa សម្ដែងកន្លងមកមានប្រហែលជា5%ទេប៉ុន្តែអ្វីដែលបង Fafa មិនដែលបានសម្ដែងមានរហូតដល់ 95% វាប្លែកសឹងតាម 100% សម្រាប់បងអូនហើយដោយសារតែយើងអត់ដែរហ្មងលើកទី1ដែលជួបរសជាតិបែបនេះចា៎ពួកខ្ញុំដូចគ្នាដែរតួនេះខ្ញុំបានភាសាមួយគាត់ហេតុអីបានចាប់ដៃគួរអរគុណ Fa ដែលបានចូលរួមដោយទី1បានលះបង់ទាំងកម្លាំងកាយចិត្តហើយនឹងសម្ដែងតួមួយនេះខ្ញុំគិតថាវាពិបាកសម្រាប់បងអូនព្រោះអត់ដែរហើយខ្ញុំអាចនិយាយថាក៏មិនមានអីពិបាកទេប៉ុន្តែខ្ញុំចង់សម្ដែង
ម៉ោងនេះពេលនេះគឺខ្ញុំរំភើបសប្បាយចិត្តទោះបីយើងថតយើងចេញពីផ្ទះទៅម៉ោង3ឥឡូវនេះថតជប់ជ្រៅមិនក៏ដោយក៏យើងនៅសប្បាយចិត្តដែរហើយយ៉ាងណាក្តីសង្ឃឹមថាបងប្អូននឹងបានគ្រប់គ្រងបន្ថែមទៀតយើងនឹងផលិតមូលហេតុនៃការផលិតនេះទី1យើងចង់ឲ្យនៅលើ social media ពោពេញទៅដោយរឿងសំណើចហើយមានការអប់រំគុណ3គុណតម្លៃគុណប្រយោជន៍និងគុណធម៌ក្នុងការផលិតហើយនៅការរកទទួលទានលើប្រព័ន្ធ social media ខាងបងប្អូនក្តីណាទី2លើកស្ទួយខាងវប្បធម៌អរិយធម៌ខ្មែររបស់យើងទី3គឺសូមឲ្យបងប្អូនបង្កើតរឿងថ្មីបន្តទៀតរឿងចាស់ក៏យើងផលិតរឿងថ្មីក៏យើងផលិតអញ្ចឹងឲ្យដើម្បីឲ្យមានរសជាតិថ្មីបាទថ្មីពីបន្តទៀតទៅបង្ហាញពីលើបន្ថែមដោយសារតែបងប្អូនហើយជាពងឆ្ងល់អីបង្ហាញឲ្យគេភាពការអប់រំអញ្ចឹងនៅក្នុងរឿងនេះគឺមានការអប់រំប្រកបដោយការអប់រំមានន័យថាទាំងបងប្អូនទាំងបានឃើញគាត់ប្រុសហើយតែគាត់តែងខ្លួនស្រីអញ្ចឹងប្រកាសជាឆ្ងល់ថាពួកយើងប្រកបជាប្រហែលជាដូរទង្វើស្អីគ្នាធ្វើខ្លះបានជាពួកយើងប្រកបដោយការអប់រំមួយហ្នឹងអញ្ចឹងចង់ឲ្យបងប្អូនទាំងបានមើលរឿងនេះហើយក៏ធ្វើទង្វើបែបហ្នឹងដូចពួកយើងទាំងពីរនាក់ដែរមានន័យថាពួកយើងអត់ប្រកាន់ការងារយើងលាក់សិនថាបែបណាអូខេយ៉ាងណាក្តីជួបកាន់មកតិចបងសូមអរគុណដែរអ្នកដែលចូលរួមមកបន្ថំណាមានដូចជា Elite Baby ដែលធ្វើពីធម្មជាតិអរគុណដល់ Mamelak ធ្វើឲ្យក្មេងរឹងមាំហើយនឹងសូមអរគុណដល់ដបទៅដល់គោ Hagen ដែលបានផ្ដល់ជាការបន្ថែមគ្រប់គ្រងសម្រាប់យើងខ្ញុំទាំងអស់គ្នាអញ្ចឹងជឿជាក់ថាបងប្អូនឆាប់ៗនេះនឹងបានមើលនៅសាច់រឿងពេញក្នុងពេលឆាប់ៗនេះឥឡូវតិចទៀតយើងនឹងបង្ហាញ trailer ជូនបងប្អូនទាំងគ្នាអរគុណ Fafa ដែលបានចូលរួមអរគុណបងដូចគ្នាអរគុណក្រុមការងារចាចូលរួមក្នុងការផលិតវីដេអូ short film នេះកើតឡើងអញ្ចឹងយើងនឹងព្យាយាមផលិតបន្តទៀតបងប្អូនពេញចិត្តបងប្អូនជួយ share និង comment លើកទឹកចិត្តពួកយើងនឹងធ្វើបន្តទៀតជូនដល់បងប្អូនហើយនឹងមានបងប្អូនចង់ឧបត្ថម្ភគ្រប់គ្រងទៅលើការផលិតនេះសូមតាក់ទងតាមលេខទូរស័ព្ទយើងខ្ញុំតាមរយៈ comment ខាងក្រោមសូមអរគុណណាស់សូមជម្រាបលាអរគុណជម្រាបលាបាយបាយថ្ងៃប្រឌិតដើម្បីភាពជោគជ័យទាំងអស់គ្នា